ជំរាបសួរបងប្អូនអ្នកគ្នានឹងឲ្យសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីសម្រាប់ថ្ងៃនេះដែរខ្ញុំចង់មកបង្ហាញបងប្អូនអ្នកគ្នានៅរបៀប call ទៅខាងក្រុមហ៊ុន Sale Card បងប្អូនអ្នកគ្នាណាហ្នឹងហើយក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនអ្នកគ្នាថាពេលដែលខ្ញុំ call ទៅហើយគ្រាន់តែភ្ជាប់ទៅកាន់ភ្នាក់ងារបម្រើអតិថិជនទេគឺខ្ញុំបិទអីព្រោះខ្ញុំអត់មានអីដែលត្រូវស៊ូហើយដូចថាឲ្យគាត់ដោះស្រាយឲ្យណាបងប្អូនអ្នកគ្នាហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាតាមដានវីដេអូរបស់ខ្ញុំកុំឆ្ងល់ថាហេតុអីបានដល់កន្លែងហ្នឹងខ្ញុំបាត់ទេណាបងប្អូនអ្នកគ្នាអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាមានចម្ងល់អីបងប្អូនអ្នកគ្នាបន្តចុចតាមអ្វីដែលខ្ញុំបង្ហាញហ្នឹងទៅហើយបងប្អូនអ្នកគ្នាចាំមកគេលើកទៅហើយបងប្អូនអ្នកគ្នាសួរគេទៅហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំក៏ធ្វើការបង្ហាញអំពីរបៀប call ទៅខាងក្រុមហ៊ុនសាខាហ្នឹងបងប្អូនអ្នកគ្នាណាដើម្បី call បានយើងចូលមកកាន់កន្លែងនេះមកហើយយើងចុច1204បងប្អូនអ្នកគ្នាណា1204ហើយសម្រាប់ SIM របស់ខ្ញុំគឺ SIM សាខានៅ SIM ទី1អញ្ចឹងខ្ញុំបញ្ជូន SIM ទី1មកហើយខ្ញុំបើក speaker ដើម្បីបងប្អូនអ្នកគ្នាឮដែរណាហ្នឹងហើយឥឡូវខ្ញុំសូមបើកស្លេងតិចណាអូបើកហើយហ្នឹងហើយសូមចុចលេខ1សម្រាប់ភាសាខ្មែរជាងខ្ញុំចុចលេខ1សូមចុចលេខ1សម្រាប់ព័ត៌មានសេវាកម្មទូរស័ព្ទចល័ត Cell Card សូមចុចលេខ2សម្រាប់ព័ត៌មាន Cell Card Home Wi-Fi យើងស្ដាប់តាមការណែនាំរបស់គេមកយើងសូមមេត្តាធ្វើការជ្រើសរើសយកលេខយើងយកលេខ2មកហ្នឹងហើយបងប្អូនអ្នកគ្នាអញ្ចឹងយើង call ទៅខាងក្រុមហ៊ុនអញ្ចឹងពេលដែលយើងចុចកន្លែងលេខ2ហ្នឹងមកគឺភ្ជាប់ទៅហើយបងប្អូនអ្នកគ្នាណាអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាមានសំណួរអីចង់សួរបងប្អូនអ្នកគ្នាអាចដូចថាសួរទៅកាន់គេទៅហើយឲ្យគេដោះស្រាយហ្នឹងហើយសម្រាប់បងប្អូនអ្នកគ្នាដូចថាជួបពេលបញ្ចូលទៅវាកាត់លុយឬមួយក៏វាបញ្ចូលអត់បានលុយឬមួយក៏កាតរបស់យើងកោសទៅវាដាច់លេខដាច់អីណាបងប្អូនអ្នកគ្នាសិតតែគេអាចដោះស្រាយឲ្យយើងបានហើយបងប្អូនអ្នកគ្នាណាហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអ្នកគ្នាបើសិនជាបងប្អូនអ្នកគ្នាចូលចិត្តវីដេអូមួយនេះអាចជួយចុច like ចុច subscribe ដាក់សញ្ញារូបកណ្ដឹងឲ្យម្នាក់មួយផងអរគុណច្រើនចំពោះការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់